ថ្ងៃនេះទិញបានកាទៀទូកទៀតហើយហើយយើងមកបុកកាទៀទូកជាមួយនឹងកសាំងទាំងអស់គ្នាបងប្អូនចាមុននឹងបុកយើងយកមកលាងសម្អាតហូតអាចហូតអីវាចេញស្អាតដោះលាងអុយឲ្យស្អាតចាទុកពីលាងស្អាតមកហើយចាំយើងយកវាទៅអាំងដោះលាងរស់ចាច្រើនដែរ20កាទៀទូកដែរចាយើងដោះលាងទៅឲ្យស្អាតទៅតពីលាងស្អាតហើយយើងចាំយើងយកវាទៅដាក់អាំងចានេះធ្វើឆ្អើរយើងចាឆ្អើរទិញមកគឺបកឲ្យស្រាច់ចឹងម្ដងចឹងយកធ្វើឆ្អើរហ្នឹងមកលីងវាសិនឲ្យវាស្រួយចាទុកពីលីងវាស្រួយហើយចាំយើងលីងជាមួយនឹងខ្ទឹមម្ទេសអីក្រោយចាខ្ញុំជិះអាំងកាទៀទូកអីជាមួយគ្នាអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាតែថាអូកាទៀទូកវាធ្វើមិនហូបកើតចានេះកាទៀទូកក៏យើងអាចយកទៅបុកជាម្ជូរបានដែរបងប្អូនទាំងអស់គ្នាចាហូបបាយពេលព្រឹកហូបបាយពេលល្ងាចអីគឺថាឆ្ងាញ់អត់ទាស់តែម្ដងបងប្អូនទាំងអស់គ្នាឥឡូវនេះគឺថាខ្ញុំដាក់ខ្ទឹមដាក់ម្ទេសរំលីងវាឲ្យរឿងឈ្ងុយទៅចាំយើងយកមកបុកចាលីងវាហើយអស់យើងយកមកបុកជាមួយគ្រឿងទេសយើងហ្នឹងទៅបងប្អូនទាំងអស់គ្នាបងតាមចំណងចិត្តទៅអំបិលចេងរ៉ូឌីអញ្ចឹងទៅបងប្អូនចានេះបន្ទាប់ពីខ្ញុំលីងធ្វើឆ្អើរហើយយើងយកវាមកបុកជាមួយគ្នាចាបន្ទាប់ពីបុកជាមួយគ្នាហើយនេះកាទៀទូកយើងក៏ចិត្តរួចឆ្អិនហើយក៏យើងដាក់បុកជាមួយគ្នាតែម្ដងនេះខ្ញុំកាទៀទូកប៉ុណ្ណឹងខ្ញុំបុកបាន2មុខបងប្អូនទាំងអស់គ្នាខ្ញុំបុកនេះខ្ញុំបុកកសាំងចាហើយវគ្គក្រោយខ្ញុំបុកជាមួយនឹងអំពិលតែអំពិលខ្ញុំមិនបានថតទេដាក់ទូឯកយើងចូលហើយទូឯកគឺកសាំងនឹងឯងបងប្អូនអ្នកគ្នាចានេះបុកហើយបានថតពេលដួសដាក់កតោឥឡូវយើងដួសដាក់កតោទុកងាយស្រួលពេលយើងចង់ហូបមកបានយើងមានមកនឹងចាឥឡូវនេះបុកអំពិលក៏រួចរាល់ដែរចឹងថ្ងៃនេះគឺបានតែប៉ុណ្្នឹងអរគុណបាយបាយ